ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាត្រូវឲ្យតកតងជាមួយនឹងកងក្នុងស្បូនអញ្ចឹងពេលស្ត្រីដាក់ទៅគឺស្ត្រីមករដូវទៀងហើយមកច្រើនចាទោះដាក់ប្រហែលឆ្នាំក៏វានៅតែមកទៀងហើយមកច្រើនអញ្ចឹងដែរតែបើសិនបើយើងដោះចេញសួរថាវានៅមកច្រើនអញ្ចឹងទៀតអត់ចាសម្រាប់រដូវជារឿងធម្មជាតិរបស់ស្ត្រីតកតងមួយរបបអាហារការគិតការកេងផ្លូវចិត្តសុខភាពវាតកតងទៅលើសុខភាពរបស់ស្ត្រីទាំងស្រុងតែម្ដងតកតងមួយវត្តរដូវបើសិនបើស្ត្រីគិតច្រើនការងារច្រើន hot stress វាអាចធ្វើឲ្យរដូវយើងមកមិនទៀងហើយមកតិចទៀតឡើងគីឡូធាត់ពេកស្គមពេករបបអាហារគ្រប់គ្រាន់កង្វះវីតាមីនក៏ធ្វើឲ្យរដូវរបស់យើងមកប្រែប្រួលដែរទៅតាមនឹងដែរអញ្ចឹងពេលដែលយើងដោះកង់ហើយមិនតានាទៅលើរដូវរបស់ស្ត្រីទៀតទេថានឹងមកទៀងទាត់ដូចពេលដែលយើងកំពុងដាក់អត់អញ្ចឹងបងប្អូនត្រូវចេះគ្រប់គ្រងរបបអាហារខ្លួនឯងណាមានបន្លែមានសាច់សុទ្ធអញ្ចឹងណាចាមានលំហាត់ប្រាណមានញ៉ាំទឹកការគិតផ្លូវចិត្តថែរក្សាបានល្អនោះស្ត្រីនឹងមករដូវទៀងទាត់ហើយតែបើលើខ្វះគ្នាតិចតួចមិនជាបញ្ហាទេតែបើលើខ្វះគ្នារាប់ខែ3 4ខែមកម្ដងអានឹងបងប្អូនទៅពិនិត្យតើតើមួយសុខភាពចាវ័យយើងគឺវ័យចាប់ពីអាយុ35ឆ្នាំឡើងគឺប្រកាសជាប្រែប្រួលទៅលើការគិតការកេងដំណេករបបអាហារសុខភាពផ្លូវចិត្តហើយអញ្ចឹងយើងត្រូវតែថែទាំរបបអាហារឲ្យបានដិតដល់ទៀងទាត់អញ្ចឹងណាធ្វើលំហាត់ប្រាណផងដែរហ្នឹងវាជួយទៅលើរដូវដែររដូវស្ត្រីគឺមានសារៈសំខាន់ណាស់សម្រាប់ជួយស្ត្រីកាត់បន្ថយជំងឺផ្សេងៗដូចជាគូពេទ្យគាត់បានលើកឡើងអញ្ចឹងតើតើមួយជំងឺកាំងបេះដូងកាំងអីឬក៏មានបញ្ហាសុខភាពគឺមកប្រៀបធៀបបុរសស្ត្រីគឺស្ត្រីល្អជាងបុរសឆ្ងាយតើតើជាមួយនឹងជំងឺអញ្ចឹងយើងត្រូវថែទាំបានល្អបើមិនជាវ័យយើងអត់ទាន់ដល់វ័យអស់រដូវតែយើងត្រូវគ្រប់គ្រងរដូវរបស់យើងផងដែរចាវ័យអស់រដូវអាយុ55 54 55មកបានយើងអស់អញ្ចឹងនៅតែចំ30ជាង40ជាងហ្នឹងគឺយើងថែទាំសុខភាពយើងឲ្យបានល្អចាអរគុណជំរាបលាចា